នៅក្នុងហ្នឹងណាក្នុងហ្នឹងវាមានប្រាស់ស្រាប់បាទប៉ុន្តែយើងត្រូវយកប្រាស់ហ្នឹងមកគូមែនអត់វាយើងគូវាបានមែនប៉ុន្តែយើងអត់ចង់បានវាត្រង់ភ្លឹងអញ្ចឹងទេយើងចង់បានជាលក្ខណៈឲ្យវាស្រួយទី1គឺយើងត្រូវធ្វើការចូល Windows មកយើងចូលពាក្យថាប្រាស់យើងរកពាក្យថាប្រាស់មក F5 ណានេះយើង add វាមកអញ្ចឹងមកតមកទៀតយើងធ្វើការគូ shape មួយ rectangle មួយមកបាទយើងគូវាយើងពុតវាឲ្យវាចេញជាលក្ខណៈ style ស្រួយយើងប្រើ direct យើងនឹងមកអូខេអស់វាឡើងទៅស៊ីជាប់ហើយចង់មកជាហៀងនេះគឺយើងលុបវាចេញយើងដក anchor point វាចេញមកឲ្យវាស្រួយហើយយើងទាញវាឲ្យចំកណ្ដាលមកណាបាទអូខេអត់ប៉ុណ្ណេះចោះដាក់ពណ៌អីយកវាពណ៌ខ្មៅចុះបាទពណ៌ខ្មៅ stroke នេះខ្ញុំដកចេញយកវាណាំទៅក៏យើងយកវាណាំមកអូខេអញ្ចឹងយើងបានស្រួយចឹងមួយហើយអញ្ចឹងយើងទាញវានឹងចូលក្នុងប្រាស់របស់យើងនឹងមកបាទមកដល់ចំណុចកន្លែងនេះដល់ចំណុចកន្លែងនេះវាមានរហូតដល់3 4 5ណាប៉ុន្តែវាចេញតែ3ឲ្យយើងអញ្ចឹងយើងយកទី3ឈ្មោះថាអាតប្រាក់កន្លែងហ្នឹងណាយើងចុចកន្លែងហ្នឹងមកហើយយើងចុចពាក្យថាអូខេពេលដែលដល់អូខេមកដល់កន្លែងនេះតើយើងត្រូវសេរីមិនដើម្បីឲ្យពេលដែលយើងគូទៅវាលូតទៅតាមអ្វីដែលយើងចង់បានអញ្ចឹងយើងត្រូវយកខាងលើគេកន្លែងប្រាស់ scale នេះយើងយក scale pro អីគេ property នេះមកហើយនៅខាងក្រោមកន្លែង main board យើងយកវាជាប្រភេទ hue and shade អញ្ចឹងអានេះគឺជាប្រភេទ color ណាណានហ្នឹងមិនតែអត់មានទេទីននេះវាមានដល់ 20% ដល់ពេលអាទីន and set នេះពណ៌បើយើងដាក់ពណ៌អីបាន 50% ហើយអា hue shade នេះបាន 100% មានតែឧទាហរណ៍ខ្ញុំដាក់ពណ៌ត្រជាអញ្ចឹងលើប្រាស់ហ្នឹងវាចេញតែ20%ទេបើយើងយកទីនណាតែបើយើងយកពាក្យទីន and set នេះវាបាន 50% នៃពណ៌ហ្នឹងព្រោះតែយើងដាក់ពណ៌ត្រជាក៏ពណ៌ Q ហ្នឹងវាចេញតែ 50% នៃពណ៌ហ្នឹងឯងតែបើយើងយកពាក្យថា hue shade បើថាយើងដាក់ពណ៌ Q មកអញ្ចឹងយើងយកកន្លែងហ្នឹងមកហើយយើងថិចយកកន្លែងនេះមួយណាហ្នឹងតាក់ទងមួយនឹងឡាន outline អញ្ចឹងយើងថិចកន្លែងសញ្ញា big នេះមួយមកតមកទីយើងចុចអូខេបាទអញ្ចឹងវាអូខេនេះយើងបានមួយមែនអត់ឥឡូវខ្ញុំលុបអាហ្នឹងចោលខ្ញុំយកប្រាស់ហ្នឹងមកគូនេះទៅវាចេញមកអត់ណាវាចេញមកដោយសារវាធំពេកមែនអត់អញ្ចឹងយើងអាចកំណត់ទំហំយកវាត្រឹមប្រហែល1ឧទាហរណ៍ទៅវាស្រួយអត់ណាវាស្រួយតាមអ្វីដែលយើងចង់បានដោយសារនេះយើងពុតទៅអត់ត្រង់វាចេញអត់ត្រង់ដែរចុះបើសិនមកខ្ញុំចង់បាន style ផ្សេងទៀតធ្វើម៉េចបាទយើងអាចគូខ្លួនឯង style មួយទុកឲ្យហើយមកឧទាហរណ៍ឥឡូវខ្ញុំយកវាជាប្រភេទ shape នឹងដដែលបាទហើយខ្ញុំយកវាឲ្យវា move អាពីរជ្រុងខ្ញុំឲ្យវា move នេះឲ្យវា move យ៉ាងមកហើយអាខាងចុងនេះខ្ញុំចង់ដកវាចេញមួយបាទហើយខ្ញុំចង់វានៅចំកណ្ដាលអញ្ចឹងយើងអាច select ជាមួយនឹងកាយalign យើងហ្នឹងមកយើងចំកណ្ដាលពុបយ៉ាវាលេនេះមួយយ៉ាចុងនេះមួយមកអ្នកត្រូវចាត់ទាញមកលឿននេះអូខេចង់កណ្ដាលមកអូខេខ្ញុំចង់មក style smooth យ៉ាងនេះចាប់ទាញវាចូលម្ដងទៀតមកយើងយកអាទី2អាទី3យកអូខេមកយើងយកដូចមិញចឹងណាយកទី1ខាងក្រោមនេះយើងយក full shift នេះមកបាទហើយចុចកន្លែងស្ញៅ big នេះមកវាច្រឡំពណ៌អូខេអញ្ចឹងឧទាហរណ៍ថាខ្ញុំយកប្រាស់មកគូទៀតវាចេញមួយឃើញអត់តោះនេះកន្លែងហ្នឹងអញ្ចឹងមានន័យថាពេលយើងចង់ពុតអក្សរពុតអីហ្នឹងគឺយើងអាចយកជា style ខ្លួនឯងបានយើងអត់យករបស់គេឥឡូវឧទាហរណ៍ឥឡូវខ្ញុំគូមេឃឈើមួយចុះអូខេ
lúc cháu nhưng cô gì mê chưa mua nhầm giờ thì tập bộ mình nhất đấy và cô vi máu ở bị thông pế nhưng do bị thẩmวันnày các bạn này thì là bị máu rồi bị thông pế vàวันnày chết nè bây giờ đâu po đặt po hóm trên cái hòm đặt po chiếu trên chiều bây giờ chạy lừa bìa nhà chụp po pra đây này là như sphere này field này ở trong tiền này vậy cài bàn nó không nó nghiêng còn nó đập bậc khi lưu vi đo máu nhưng cài po bàn này nè nhưng do OGB bàn này bàn nó đấy tạm vào trong tiền đấy trên po nhé mua hai đấy hơi ta po làng hơi ta po làng anh ấy po kháng nòng ok lấy trăm khẩu này nè ở lấy thôi dân cu mê chưa mũi chợ dân cu vi máu nhông do vi miền mê miền thiền giống dân cu máu bị bay tới cái khang kẹo trong mua sân đấy và cụ style nó ok ok chấm về dân cu hái dân được time club này nó dân được miền club dân được miền ca được miền a dân vô prang một cu chấm dân ai cao chụp ca hôm nay bạn chấm cá dân đó dân ai prao chụp mùi tình năng thì mùi dân ai prao elip các bạn rectangle các bạn là bây giờ này trên chụp ca muối chấm ai prao chụp mùi tình năng đại rạch bao giờ nắng thì bị mù màu này đấy bạn ở lâu thôi nhưng cột vía nhưng ở vị trí nhiều cài mua cho nhưng do vì ta bay xuống này và cột vị bay xuống ở đây cũng mà đâu tiết ở vị xuống mà giờ cô biết trên xuống vậy thôi dương do vì ta bay trong mà nó vừa ra đây ra dưới sẽ lấy chọn xuống bay năng máu dương tivi mù vậy và còn một tiết dương trong này vía ở bên biên chi stop này nè chân dương ai prao cho mùi tình năng style dương prao cho mùi tình năng xe bỏ dương từ đài nó cu vi mùi máu dương đã ở vi ở tập 8 mini tha nhóm lục chúng khang lên đi chào muối độ vi máu và còn một tiết dương add time và add time dương prao cho mùi tình năng pen dương á add cho point ở trong của đà này và add vi mùi máu và thôi thằng trong anh ấy lục vi mùi trên đá và ở trên style giống á này ở trong một tiết dương cho ở vi smooth lại lơ vi háo dương này converse và dương cho bạn cho háo dương vô vi một đạn là tròn thì kì ca dương nè anh ấy dương thưa đi stop đó này thì bay máu ok đây lại trong cái đà mùi chó copy vía chân dương prao rotate và vỡ vía để trong cho này cái đà năng máu và ở trong ban mãn rồi còn một chiếc dương chấp và vỡ dương control kìa control C control S của A này dương và vỡ vía nên thay dương cho từ lơ vía hói dương chấp và vỡ vía ao cho với và vào vì cho má Ctrl C Ctrl F tiếng á
chập hiệp chòm còn là nó dương gọi là hiệp bia trên chi stop sân ấy họ thì tiết dương mơ châu cái này dương người điệp sân ấy ok rồi còn năng chếtនេះប្រវល់វាទៅទៀតណាអូខេអញ្ចឹងខ្ញុំ3ហ្នឹងខ្ញុំ select ទាំងអស់ណាប៉ុន្តែមុននឹងយើង select ទាំងអស់យើងត្រូវ expand វាសិនបើយើងអត់ expand វាទេយើងអាចអត់អាចប្រើ pattern បានpath finder បានណាយើងចុចកន្លែងវាមកយើងយកពាក្យថា minus yeah sorry ខាងនេះយើងវាអត់តន់ដាច់ទេណាអត់តន់ទៅចេញជា pattern យើងចុច object ហើយ expand ម្ដងទៀតអត់ទាំងអស់ហ្នឹងបើវាអត់តន់នេះទេយើង expand វាម្ដងទៀតណាឲ្យវាទៅចេញជា object យើងធម្មតាយើងធម្មតាមកហើយ3ហ្នឹងគឺយើងអាចទាញវាចេញក្រៅតិចទៅបាទទៅយកវាមកដាច់បាត់ឈប់ដាក់ពណ៌វាហ៎អត់ដាក់ពណ៌ទេឬក៏មួយទៀតក៏បានដែរនេះយើង select ទាំងអស់ចឹងមកយើងគូឲ្យយើងប្រើ shape builder នេះចាក់ពណ៌វាមកណាចាក់ទៅប៉ុណ្ណឹងមកបានហើយហើយអានេះយើងអាច delete ចោលទៅយើងអត់ចង់បានទេណាអាសុំក្រៅនេះយើងអាច ungroup វាចេញទៅបាទដកវាចោលទៅតមកទៀតយើង copy វា rotate វាចេញយកផ្កាមួយមកឥឡូវខ្ញុំចង់បានចំណុចនេះចុច Alt ឲ្យជាប់ click លើវាមកចង់បានប៉ុន្មានឧទាហរណ៍ខ្ញុំចង់បាន5អញ្ចឹងយក3ឲ្យហកចែកនឹង5បាទហើយយើង control អី D ប៉ុន្តែខ្ញុំអត់បាន copy មិនមែនអត់ខ្ញុំគ្រាន់តែចុចលើវាហើយខ្ញុំអត់ចុច control D ទេខ្ញុំអត់តន់ពាក្យយកពាក្យថា copy នេះអញ្ចឹងវាអត់ឲ្យទេអញ្ចឹងតោះតែយើងចុចកន្លែងហ្នឹងមកបាទវាឲ្យយើង control D មកពុកបាទយើងគូអីគេយើងគូចំណុចកណ្ដាលមួយមកដាក់ចំកណ្ដាលបាទដល់ប៉ុណ្ណឹងចុះអូខេចុចកណ្ដាលយើងដាក់ពណ៌ដាក់ទៅអត់បញ្ហាតោះមកទៀតយើង control G ហើយយើងចាប់ទាញផ្កាហ្នឹងចូលក្នុងប្រាក់មិញហើយយកវាជាអាតដូចមិញអញ្ចឹងណាវាអូខេមកពឹបបាទយើងយកពណ៌បាទតោះមកទៀតយើងយកអានេះហ៊ូស៊ីនេះមកបាទអូខេយើងយកទី2ម្ដងមើលអូខេតោះមកទៀតយើងអាចចុចយក scale ខាងលើហើយចុចអូខេនេះចឹងផ្កាចឹងពេលដែលយើងគូយើងអាចប្រើប្រាស់យើងហើយយើងចុចយកផ្កាហ្នឹងចុចមកចេញផ្កាយើងមកឃើញអត់ចេញផ្កាមកឃើញចេញផ្កាអត់ចង់បានតូចចង់បានប៉ុណ្ណាទាញប៉ុណ្ណឹងមកណាបាទអាហ្នឹងយើងឆ្នៃអញ្ចឹងណាផ្កាអង្គាសអញ្ចឹងណាប៉ុន្តែសូមថាមានផ្កាតែអត់ស្លឹកទៅធ្វើម៉េចបាទយើងត្រូវដាក់ស្លឹកបាទអញ្ចឹងស្លឹកយើងដឹងហើយយើងរបៀបធ្វើគឺយើងប្រើមួយនឹង shape វាមិនអញ្ចឹងយើងគូលើវាមួយមកយើងប្រើជាមួយទៅនឹងអីមួយទៀតយើងអាចប្រើជាមួយនឹង polygon ក៏បានដែរបាទ polygon ចុច Alt មកយើងយកវាប៉ុន្មានខ្ញុំចង់បានវា6ដាក់6មែនបាទពុកស្លាប់គឺយើងអាចចាប់ទាញវាមកយ៉ាយើងទាញវាទៅជ្រុងមួយមកឥឡូវថាខ្ញុំចង់បានតែជ្រុងនេះមួយជ្រុងខាងលើនេះមួយជ្រុងខាងក្រោមនេះមួយ select ទាំង2ហ្នឹងមកអាក្រោម2ទៀតទាញវាមូបាទទាញមូហើយទាញវាឲ្យប៉ែតតិចទៅបាទអូខេបើមួយទៀតយើងអត់ប្រើអញ្ចឹងទេយើងអាចប្រើជាមួយនឹង ellipse យើងគូវា2មកយើងចាប់អីគេទី copy វាហើយ select លើវាអញ្ចឹងមក align ចំកណ្ដាលយើងប្រើជាមួយទៅនឹងបាទ interest ផ្ដាច់វានេះយើងបានមួយដែរដល់នេះកន្លែងណាហើយយើងអាចសេរីវាវែងឬក៏ខ្លីមិនស្រេចចិត្តយើងទេបាទ
យើងអាចសេរីទៅមិនជាលក្ខណៈស្លឹកដែលយើងចង់បានណាស្លឹកឈើណាបាទដល់វាតូចធំមិនតែចិត្តយើងឆ្នៃខ្លួនឯងថែមហ្នឹងទៅអូខេបន្តមកទៀតពណ៌យកណាន់ហើយset យកវាពណ៌ទុយជែកមកស្រុកយកវាណាន់ណាបាទហើយយើងគូសរសៃសក់សរសៃសក់សរសៃមែកធ្វើសរសៃណាយើងប្រើប្រាស់ដូចយើងមិញយើងយកអា style នេះរួចនេះហើយយើងយកវាត្រឹម 0.25 ម៉ានហើយយកវាពណ៌សទៅបាទហើយយើងគូវាលើណាអត់មកពណ៌សទៀតចាំគូតាមក្រោយហ្នឹងអត់អីទេយើងគូវាយ៉ាងមកគូធ្វើឲ្យស្អាតបាទស្លឹកឈើអាហ្នឹងវានៅវាមានសរសៃមែកវានៅក្នុងហ្នឹងហ៎បាទគូចឹងមកអូខេតោះមកទីយើង select ទាំងអស់មកយើងទីវាចុះក្រោមបន្តិចយើង expand វាសិនណា expand វាមក expand apparent បញ្ចូលគ្នាហើយ select លើស្លឹកឈើយើង divide វាផ្ដាច់មកនេះទាយរូបស្លឹកហ្នឹងចូលក្នុងប្រាស់របស់យើងមិញយកជា add អូខេមកហើយយើងយកវាជាគូនេះមកហើយ scale អូខេអញ្ចឹងយើងយកអាហ្នឹងគូទៅលើអីគេ match ឈើយើងបានហើយនេះចង់ថែមស្លឹកអីចុចលើប្រាស់យើងមកថែមស្លឹកណាហ្នឹងស៊ីសងលើយើងឯងណាថែមស្លឹកមិនអីមិនតែចិត្តយើងណាតូចធំមានទៅតែចិត្តឯងព្រោះហ្នឹងកន្លែងហ្នឹងយើងអាចឆ្នៃយ៉ាងហើយយើងយកបង្កើតជាដើមផ្កាឬក៏ដើមឈើមួយបានហើយក្នុងហ្នឹងចង់បានផ្កាគឺយើងដូរយកផ្កានេះមកចង់ដាក់តាណាផ្កាដាក់តាហ្នឹងចេញផ្កាមកយើងណាផ្កាពណ៌អីដូរពណ៌លឿងលឿងតើចុចលើវាសិនណាអត់ចុចលើវាដូរអត់កើតទេលឿងក៏ក្រហមតែចិត្តយើងឯងណាហើយអានេះអត់មានស្លឹកអីចឹងយើង add យកស្លឹកមកស្លឹកចេញក្រហមដូរយកពណ៌ក្រហមវិញពណ៌ត្រចៀកវិញមកណាយើងអាចកើតចេញជាដើមឈើឲ្យបានដោយខ្លួនឯងយើងនៅក្នុងហ្នឹងណាអាហ្នឹងតើតើនឹងការប្រើប្រាស់ប្រាស់ហើយគឺយើងអាចយកអា style ហ្នឹងយកទៅពុតអក្សរបានឥឡូវខ្ញុំដាក់ថាអីគេផ្កាផ្សេងពីអក្សរផ្កាយើងឆ្នៃខ្លួនឯងមកវាធំពេកជាងយកវាតូចហ្មងបានហើយអត់ចេះអក្សរផយ៉ាងចេញលេខ8យ៉ាងទៅដោយសារនេះយើងយកអីគេយើងគូទៅលើអីយើងគូទៅលើប្រាស់ដែលយើង add មកអញ្ចឹងវាអត់សូវ smooth ស្អាតណានេះតើយើងឆ្នៃអក្សរឆ្នៃឲ្យហើយយើងផ្គុំណាក៏មួយទៀតយើងអាចសរសេរអក្សរយើងក៏បានដែរបាទសរសេរអក្សរយើងធម្មតាក៏យើងយកមកពុតមកហ្នឹងក៏បានដែរឥឡូវខ្ញុំបង្ហាញប្រាស់ប៉ុណ្ណឹងហើយតើតើមួយទៀតផាត់